ម៉ែអើយខ្ញុំខ្លាចសឹងស្លាប់ហើយនៅពាក់កណ្ដាលយប់បែបនេះអូហូរូបចម្លាក់ថ្មនេះពិតជាសង្ហាណាស់មិនចាញ់តារាល្បីនាពេលបច្ចុប្បន្ននោះទេយ៉ាងណាក៏ដោយវាធ្លាក់ពីឡានដឹកទំនិញធំមកគ្មានអ្នកណាត្រូវការទេខ្ញុំយកវាទៅផ្ទះធ្វើជាម៉ូដែលសម្លៀកបំពាក់ក៏មិនអន់ដែរយ៉ាងហោចណាស់មើលទៅក៏ត្រជាក់ភ្នែកដែរហើយថែមទាំងអាចផ្ដល់ការបំផុសគំនិតក្នុងការរចនារបស់ខ្ញុំទៀតផងលីនវ៉ាន់មនុស្សស្រីគ្មានអៀនខ្មាស់ពេលនៅសាកលវិទ្យាល័យធ្វើពុតជាមិត្តល្អនឹងគ្នាតែលួចមានទំនាក់ទំនងជាមួយសង្សាររបស់ខ្ញុំពីក្រោយខ្នងដណ្ដើមសង្សារទៅហើយនៅមិនទាន់អស់ចិត្តទៀតថ្ងៃនេះសូម្បីតែស្នាដៃចនាម៉ូដដែលខ្ញុំខំធ្វើអស់រយៈពេល2យប់ក៏ត្រូវគេដណ្ដើមយកទៅដែរចាំងណាតមេស្រីចិត្តអាក្រក់ម្នាក់នោះក៏ជាមនុស្សភ្នែកខ្វាក់ដែរហេតុអ្វីបានជាយកតែចិត្តលីនវ៉ាន់គ្រាន់តែដោយសារលីនវ៉ាន់ចេះបញ្ចូលនិងចេះផឹកស្រាតែប៉ុណ្ណោះមែនទេសម្លៀកបំពាក់ដែលខ្ញុំខំធ្វើទាំងយប់ទាំងថ្ងៃហេតុអ្វីបានជាត្រូវដាក់ឈ្មោះនាងទៅវិញថ្មអើយថ្មបើឯងជាមនុស្សរស់ពិតជាល្អណាស់ប្រសិនបើខ្ញុំមានសង្សារសង្ហានិងមានរូបរាងល្អឥតខ្ចោះដូចជាឯងស្អែកនេះខ្ញុំនឹងនាំទៅក្រុមហ៊ុនភ្លាមដើម្បីទះកំភ្លៀងលីនវ៉ាន់ឲ្យបែកមុខតែម្ដងឲ្យនាងដឹងថាអ្វីទៅជាបុរសសង្ហាពិតប្រាកដបុរសថ្មនេះពិតជាសង្ហាណាស់តោះមកថាបបងស្រីមួយមកមនុស្សលោកមិញនេះអ្នកជាអ្នកដាស់យើងមែនទេអ្នកតើអ្នកជាអ្នកណាអ្នកចេញពីណាមកចុះថ្មរបស់ខ្ញុំនៅឯណាថ្មនោះគ្រាន់តែជាសម្បកកាយក្នុងពេលដែលយើងសឹងលក់ប៉ុណ្ណោះយើងគឺជាព្រះសង្គ្រាមសម័យបុរាណសេនយានជាអធិរាជនៃឋានសុខមិញនេះអ្នកបានប្រើសម្ដីបង្កើតកិច្ចសន្យាហើយប្រើការថាបបំបែកការផ្សារភ្ជាប់ចាប់ពីពេលនេះទៅយើងគឺជាសង្សាររបស់អ្នកហើយឈួតតើអ្នកឯងឈួតមែនទេឬក៏ជាមនុស្សឈួតដែលចេះសៀកទីនេះធម្មពលវិញ្ញាណខ្សោយណាស់ហើយការរៀបចំក៏សាមញ្ញពេកដែរមនុស្សលោកដូចជាអ្នកពិតជារស់នៅយ៉ាងកំសត់ណាស់បងប្រុសមិនថាអ្នកជាព្រះសង្គ្រាមឬជាមនុស្សឈួតទេសូមអ្នកឆាប់ចាក់ចេញទៅស្អែកខ្ញុំត្រូវទៅធ្វើការខ្ញុំគ្មានលុយឲ្យអ្នកព្យាបាលជំងឺទេក្នុងនាមយើងបានយល់ព្រមធ្វើជាបុរសរបស់អ្នកយើងនឹងមិនចាក់ចេញទៅណាឡើយនាំយើងទៅសម្រាកទៅផ្ទះរបស់ខ្ញុំមានគ្រែតែមួយនេះទេទោះបីជាស្ត្រីមនុស្សលោកម្នាក់នេះគ្មានអំណាចអ្វីក៏ដោយប៉ុន្តែយ៉ាងណាក៏នាងបានដាស់យើងដែរយើងជាព្រះសង្គ្រាមដ៏អស្ចារ្យតើអាចទៅធ្វើបាបស្ត្រីម្នាក់ហើយដណ្ដើមគ្រែរបស់នាងបានយ៉ាងម៉េចទៅមិនអីទេរូបកាយទេពរបស់យើងទើបតែដឹងខ្លួនត្រូវការពេលដើម្បីពង្រឹងឡើងវិញគ្រែនេះទុកឲ្យអ្នកចោះតើខ្ញុំកំពុងយល់សប្តិមែនទេខ្ញុំពិតជារើសបានទេវតាម្នាក់មកផ្ទះមែនឬស្រីឲ្យយើងឃ្លានហើយយកពាក់កណ្ដាលអាធ្រាត្រទៅហើយមិនព្រមដេកតើបងធ្វើស្អីហ្នឹងបងប្រុសមិនមែនបងចូលទៅក្នុងថ្មវិញហើយទេអីរាងកាយដ៏វិសេសរបស់យើងត្រូវការថាមពលបន្ថែមចូលប្រញាប់រៀបចំអាហារដ៏ឆ្ងាញ់បំផុតថ្វាយយើងភ្លាមបើហ៊ានយឺតយ៉ាវយើងនឹងកាត់ទោសប្រហារជីវិតឯងកាត់ទោសប្រហារជីវិតខ្ញុំបងប្រុសឥឡូវនេះជាសង្គមច្បាប់តើនៅមានអាហារដ៏ឆ្ងាញ់បំផុតសូម្បីតែលុយថ្លៃបាយខែក្រោយក៏ខ្ញុំមិនទាន់មានផងទើបជាខ្ញុំជំពាក់បងអញ្ចឹងមានតែមីសាច់គោខរទេចង់ញ៉ាំក៏ញ៉ាំមិនចង់ក៏ហីតើនេះជាអ្វីទៅសរសៃមីស្វិតល្អទឹកស៊ុបក៏ឈ្ងុយឆ្ងាញ់ថែមទាំងមានក្លិនគ្រឿងទេសប្លែកអស្ចារ្យទៀតផងនេះជាអាហារដ៏ឆ្ងាញ់ពិសាដែលសូម្បីតែនៅស្ថានសួគ៌ក៏មិនដែលមានដែរស៊ូសៀវសៀវមីក្មេងចង្រៃបើកទ្វារឲ្យអញភ្លាមកុំស្មានថាធ្វើពុតជាស្លាប់អាចគេចរួចឲ្យសោះល្អណាស់ស៊ូសៀវសៀវថ្លៃឈ្នួលផ្ទះជំពាក់កន្លះខែមិនព្រមបង់បែរជាមានលុយសល់ទុកចិញ្ចឹមប្រុសក្នុងផ្ទះទៅវិញមានមនុស្សឥតខ្មាស់តើបងនិយាយឈួតអីហ្នឹងចាំស្អែកបើកប្រាក់ខែខ្ញុំនឹងបង់ថ្លៃផ្ទះឲ្យបងហើយតើបងមានសិទ្ធិអីមកជួបផ្ទះខ្ញុំតាមចិត្តអញ្ចឹងផ្ទះរបស់អញតើមានបញ្ហាអីចង់ងាប់មែនទេបើថ្ងៃនេះមិនព្រមឲ្យលុយទេពួកឯងទាំងពីរអ្នកចង្រៃចូលនាំគ្នាទៅដេកតាមចិញ្ចើមថ្នល់ទៅត្រឹមតែស្រមោចសោះហ៊ានមកជេរប្រមាថយើងផងឬខ្មោច
ខ្មោចលងសម្រាប់មនុស្សហើយបងប្រុសលោកម្ចាស់សូមមេត្តាដកមន្តអាគមវិញទៅសម្រាប់មនុស្សត្រូវសង្វេងដោយជីវិតណាស៊ូសៀវសៀវអញចាំមើលទៅបើស្អែកមិនឲ្យលុយថ្លៃផ្ទះ10000ទេអញនឹងឲ្យអញដឹងដែរតែថាមុខមាត់បងក៏សង្ហាដែរតើដើម្បីអរគុណដែលបងជួយបញ្ចេញកំហឹងជំនួសខ្ញុំស្អែកខ្ញុំនឹងនាំបងទៅញ៉ាំរបស់ដែលឆ្ងាញ់ជាងមីកញ្ចប់ទៅទៀតជាអ្វីទៅតែថាឆ្ងាញ់ជាងមីកញ្ចប់នោះKFC គឺជាអ្វីហើយអ្វីក៏យើងមិនដែលលើពីមុនមកចាំបន្តិចទៀតអ្នកនឹងដឹងហើយអូព្រះអើយតើនេះជាការថតគុណរបស់ក្រុមការងារណាមួយមែនទេទូប្រុសនេះសង្ហាខ្លាំងណាស់ទាំងអត្តចរិតនិងរូបសម្បត្តិគឺពិតជាកម្រងមានណាស់ឆាប់ថតរូបគាត់ទុកទៅបងប្រុសខ្ញុំសូមអង្វរយើងប្រញាប់ទៅឲ្យបាត់ពីទីនេះទៅខ្មាស់គេណាស់គ្រប់គ្នាមើលមកពួកយើងដូចជាសត្វស្វាអញ្ចឹងមនុស្សសាមញ្ញទាំងនេះបានឃើញរូបរាងពិតរបស់គ្រូបង្ហាត់ម្នាក់នេះគឺជាបុណ្យសំណាងរបស់ពួកគេជាច្រើនជាតិមកហើយតើលោកតាដែលមានពុកមាត់ស្នោះជាអ្នកណាហើយអ្វីបានជារូបថតរបស់គាត់ត្រូវបានគេព្យួរនៅទីខ្ពស់យ៉ាងនេះឬមួយគាត់គឺជាទេវតាម្ចាស់ទឹកម្ចាស់ដីនៅទីនេះទេវតាស្អីទៅនោះគឺជាអ្នកលក់មាន់បំពងដែលខ្ញុំបាននិយាយប្រាប់នឹងណាអ្នកស្លៀកឈុតបុរាណបែបនេះមកញ៉ាំមាន់បំពងគឺចម្លែកខ្លាំងណាស់ហើយថ្ងៃនេះកម្ដៅឡើងដល់30អង្សាសេតើអ្នកមិនក្តៅទេឆាប់ទៅដូរខោអាវចេញភ្លាមទៅដូរខោអាវតើមានអ្វីពិបាកទៅអ្នកកំពុងធ្វើអ្វីហ្នឹងនរណាប្រាប់ឲ្យអ្នកស្លៀកពាក់បែបនេះគួរឲ្យខ្មាស់អៀនណាស់ឆាប់ដូរវាចេញភ្លាមទៅមនុស្សស្រីនៅលោកីនេះពិតជាពិបាកបម្រើចិត្តណាស់ឈុតប៊ីគីនីនិងខោខ្លីតើអ្នកទៅឃើញមួយចម្លែកយើងបានឃើញនៅក្នុងទស្សនាវដ្តីនៅក្បាលព្រែរបស់អ្នកនៅក្នុងនោះសរសេរថាម៉ូដពេញនិយមសម្រាប់រដូវក្តៅនោះគឺជាទស្សនាវដ្តីកំ pl ែងទេបំភ្លេចវាចុះឆាប់ចូលទៅខាងក្នុងដើម្បីញ៉ាំអីឲ្យឆ្អែតសិនទៅអស្ចារ្យណាស់សាច់ទេពអប្សរមកពីឋានសួគ៌បូករួមនឹងទឹកខ្មៅដែលមានពុះនេះពិតជាធ្វើឲ្យយើងមិនអាចបំភ្លេចបានមែននេះមិនមែនជាអ្នករចនាម៉ូដដ៏ល្បីល្បាញស៊ូសៀវសៀវទេយ៉ាងម៉េចដែរបន្ទាប់ពីត្រូវបានបណ្តេញចេញពីក្រុមហ៊ុនមកអាចមកញ៉ាំបានតែអាហារសម្រាប់បែបនេះមែនទេសៀវសៀវទោះបីជាលីហៅមិនត្រូវការអ្នកទៀតក៏អ្នកមិនគួរធ្វើបាបខ្លួនឯងបែបនេះដែរតើអ្នកទៅរកសង្សារដែលស្លៀកពាក់ដូចមនុស្សឈួតនេះមកពីណាទោះបីជាគាត់សង្ហាក៏ដោយតើមានប្រយោជន៍អ្វីទៅបើខួរក្បាលរបស់គាត់មានបញ្ហាស្លៀកពាក់បែបនេះមកតាមផ្លូវពិតមែនហើយសៀវសៀវរសជាតិរបស់អ្នកពិតជាកាន់តែប្លែកទៅហើយតើបិសាចមកពីណាហ៊ានលួចលុបវាប្រហារយើងស៊ូសៀវសៀវមិត្តប្រុសរបស់នាងគឺជាមនុស្សល្ងងមែនទេហ៊ានវាយកំទេចឡានគេដល់ថ្នាក់នេះចាំមើលទៅនាងនឹងត្រូវសងរហូតដល់អស់រលីងពីខ្លួនឈួតហ៊ានវាយឡានអញផងឯងដឹងទេថាឡាននេះតម្លៃប៉ុន្មានថ្ងៃនេះអញនឹងសម្លាប់ឯងឲ្យខានតែបានឈប់សិនកុំធ្វើអីគាត់អីសញ្ញ័នគឺជាមនុស្សដែលគ្មានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវទេបើរឿងនេះផ្អើលដល់ប៉ូលីសគេប្រកាសជាត្រូវចាប់ខ្លួនទៅធ្វើការពិសោធន៍ជាក់ជាមិនខានសុំទោសផងមិត្តប្រុសរបស់ខ្ញុំមានបញ្ហាខួរក្បាលបន្តិចតម្លៃជួសជុលឡានអស់ប៉ុន្មានខ្ញុំនឹងសងទាំងអស់ការងារក៏បាត់បង់លុយក៏អស់ហើយថែមទាំងត្រូវបានស្រីអាក្រក់លីវ៉ាន់មើលងាយនៅចំពោះមុខមនុស្សជាច្រើនទៀតតើខ្ញុំបានធ្វើអ្វីខុសទៅបានជាលោកម្ចាស់ដាក់ទណ្ឌកម្មខ្ញុំបែបនេះយើងធ្លាប់ស្បត់ថានឹងការពារនាងឲ្យបានល្អបំផុតមិនឲ្យនាងរងទុក្ខវេទនានៅក្នុងលោកនេះឡើយស៊ូសៀវសៀវកិត្តិយសដែលនាងបានបាត់បង់យើងនឹងទាមទារមកឲ្យនាងវិញទ្វេដងយូរថ្ងៃនេះអ្នកត្រូវបានគេធ្វើបាបបងនឹងជួយសងសឹកពួកគេឲ្យរាប់រយដងវិញអ្នកដែលធ្វើបាបអូនត្រូវតែទទួលការតបស្នងយ៉ាងធ្ងន់ធ្ងរអាឡូសៀវខ្ញុំធ្វើឲ្យឯងភ្ញាក់មែនទេយប់ស្អែកគឺជាការជួបជុំមិត្តរួមថ្នាក់មហាវិទ្យាល័យរបស់យើងឯងត្រូវតែមកណាខ្ញុំមិនចង់ទៅទេកុំអីអ្នករាល់គ្នាកំពុងរងចាំអញហើយអូមែនហើយកុំភ្លេចនាំមិត្តប្រុសដ៏ប្លែករបស់ឯងដែលស្លៀកឈុតគេងយប់ពណ៌ផ្កាឈូកនោះមកផងដើម្បីឲ្យអ្នករាល់គ្នាបានឃើញកុំភ្លេចណាសាច់ចង់ងាប់ហើយស៊ូសៀវរកបានមនុស្សចម្លែកបែបហ្នឹងបានដោយរបៀបណាស្អែកនេះអ្នករាល់គ្នាត្រូវតែជួយលើកទឹកចិត្តសៀវឲ្យបានច្រើនឥឡូវនេះនាងមិនស្រួលខ្លួនទេសៀវហេតុអ្វីបានជាមិនទៅធ្វើអីទៅឲ្យគេសើចចំអកឲ្យមែនទេឯងមើលខ្លួនឯងចុះតើឯងស្លៀកពាក់ស្អីហ្នឹង
បងប្រកាសជានឹងជួយអូនយកមុខមាត់មកវិញឲ្យស្រមោចទាំងនោះដឹងថាអ្វីទៅដែលហៅថាការមិនអាចមើលរំលងបានរឿងសម្លៀកបំពាក់បងនឹងដោះស្រាយអូនគ្រាន់តែទៅបានហើយប្រែជាបែបនេះសោះសម្លៀកបំពាក់លោកីនេះតើអាចធ្វើឲ្យពិបាកដល់បងបានដោយរបៀបណាបងប្រុសថ្ងៃនេះពួកយើងត្រូវទៅចូលរួមកម្មវិធីជួបជុំមិត្តរួមថ្នាក់តើបងស្លៀកបែបនេះសម្ដែទេអូយភ្នែករបស់ខ្ញុំប្រញាប់បដូរចេញទៅនេះមើលទៅអន់ជាងតែខ្មៅទឹកកកទៅទៀតភ្នែករបស់មនុស្សលោកអ្នកពិតជាស្មុគស្មាញមែនលើកនេះបានហើយមែនទេមើលទៅសំរុំជាងមុនច្រើនយកឈុតនេះឯងឲ្យតែមិនធ្វើឲ្យខ្មាស់គេទៅបានហើយតោះទៅមិនដឹងថាអាម្នាក់ចម្លែករបស់ស៊ូសៀវសៀវនោះទៅដល់ណាហើយទេពិតជាចង់ឃើញមិត្តប្រុសតែខ្មៅទឹកកករបស់នាងខ្លាំងណាស់ទេបងកាត់អីហ្នឹងអាហារក្នុងលោកនេះពិតជាមានជាតិពុលមែនកាលពីម្សិលមិញអ្វីដែលហៅថាភ្លើខ្ងានអាំងនោះយើងហូបច្រើនពេកពេលនេះក្នុងពោះដូចជាមានរលកបោកបក់អញ្ចឹងយើងត្រូវទៅបន្ទប់ទឹកបន្តិចមនុស្សខ្ជិលពិតជាមានរឿងច្រើនមែនអញ្ចឹងប្រញាប់ទៅប្រញាប់មកវិញខ្ញុំចូលទៅមុនហើយអូហូនេះមិនមែនជាការប្រចាំសាលាស៊ូសៀវសៀវរបស់យើងទេអីមិនក៏មកតែម្នាក់ឯងអញ្ចឹងត្រូវហើយសៀវសៀវចុះមិត្តប្រុសដ៏ពិសេសដែលស្លៀកឈុតគេងយប់តែខ្មៅទឹកកកនោះនៅណាមិនក៏មិននាំមកឲ្យពួកយើងស្គាល់ផងឬមួយក៏ខ្លាចខ្មាស់គេពេកមិនហ៊ាននាំចេញមកក្រៅមែនទេសៀវសៀវទោះបីពួកយើងបែកគ្នាហើយក៏ដោយក៏ខ្ញុំនៅតែសង្ឃឹមថាអ្នករស់នៅបានសុខស្រួលអ្នកមើលខ្លួនអ្នកឥឡូវនេះចុះស្លៀកពាក់អន់ថយបែបនេះហើយថែមទាំងរកបានម្នាក់ដែលមានបញ្ហាផ្លូវចិត្តរើសអេតចៃទៀតថ្ងៃនេះខ្ញុំអារម្មណ៍ល្អលុយ500យន្តនេះអ្នកយកទៅចុះចាត់ទុកថាជាប្រាក់ឧបត្ថម្ភដល់មិត្តប្រុសថោកទាបរបស់អ្នកឲ្យគេទៅទិញសម្លៀកបំពាក់សមរម្យខ្លះកុំស្លៀកឈុតគេងយប់ដើរតាមផ្លូវឲ្យខ្មាស់គេទៀតបងហៅពិតជាមានចិត្តល្អពេកហើយសៀវសៀវអ្នកមិនទាន់អរគុណដល់ការផ្ដល់ឲ្យរបស់បងហៅទៀតបើផុតពីនេះទៅគ្មានទៀតទេណាមែនហើយប្រញាប់ទទួលយកទៅអាជនក្រីក៏ខ្ញុំមិនត្រូវការផ្ដល់ឲ្យរបស់អ្នកទេមិត្តប្រុសរបស់ខ្ញុំល្អជាងអ្នក10000ដងឲ្យមុខមិនយកបើមិត្តប្រុសដែលមានបញ្ហាផ្លូវចិត្តរបស់អ្នកនោះខ្លាំងពិតមែនហេតុអីមិនហ៊ានចេញមុខមកស្អីគេព្រះអើយតើបុរសសង្ហាម្នាក់នេះមកពីណាគាត់ពិតជាសង្ហាណាស់សួស្ដីបុរសសង្ហាតើលោកចូលខុសបន្ទប់មែនទេតើចង់មកផឹកមួយកែវជាមួយពួកយើងដែរឬទេសុំទោសដែលខ្ញុំមកយឺតធ្វើឲ្យនាងពិបាកហើយស៊ឺឈៀវសៀវនាងពិតជាមានល្បិចច្រើនមែនម្សិលមិញមិនមែននៅជាមួយបុរសហង្សាស្លៀកពាក់ញ៉ៃញ៉ៃម្នាក់នោះទេអីចុះហេតុអ្វីថ្ងៃនេះបដូរមកអ្នកថ្មីទៀតហើយក្នុងនាមជាមិត្តភក្តិខ្ញុំចង់ប្រាប់នាងថានាងមិនអាចធ្វើបែបនេះបានទេរំខានណាស់អូយតើលោកកំពុងធ្វើអ្វីហ្នឹងតើឯងជាស្អីបានជាហ៊ានមកចង្អុលមុខស្ត្រីរបស់ខ្ញុំបើហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំនឹងកាត់អណ្ដាតឯងចោលកុំឲ្យនរណាម្នាក់ចូលក្បែរខ្ញុំឡើយហៅអ្នកជាមនុស្សអាក្រក់ហេតុអ្វីមិនមកជួយខ្ញុំចងចាំទុកថាស៊ូឈៀវឈៀវជាមនុស្សរបស់ខ្ញុំបើមាននរណាហ៊ានធ្វើបាបនាងទៀតលទ្ធផលនឹងដូចជាកែវស្រានេះតោះទៅកន្លែងដ៏ស្មោកគ្រោកបែបនេះមិនសមនឹងអ្នកឡើយនិយាយទៅសម្លៀកបំពាក់នេះពិតជាពិសេសណាស់តើអ្នកបានវាមកពីណាយប់មិញខ្ញុំឃើញគំនូររចនាម៉ូដសម្លៀកបំពាក់ដែលអ្នកទុកនៅលើតុទើបខ្ញុំធ្វើវាតាមគំនូរនោះយប់នេះត្រជាក់ណាស់ប្រយ័ត្នផ្ដាសាយឆាប់មើលព័ត៌មានល្បីទៅវីដេអូបុរសសង្ហាអាចកំបាំងនៅខេវកាពីយប់មិញកំពុងល្បីខ្លាំងណាស់អ្នកលេងអ៊ីនធឺណិតហៅគាត់ថាទេវបុត្រចុះពីឋានសួគ៌អូព្រះអើយទម្រង់មុខនេះរូបរាងនេះឈុតក្រុងនេះពិតជាអស្ចារ្យណាស់ឈប់សិនស្រីដែលគាត់អប់នោះមើលទៅដូចជាស៊ឺឈៀវសៀវនៅផ្នែកយើងណាស់ឆាប់មើលនារីដែលគេកំពុងអប់នៅក្នុងដៃនោះហេតុអ្វីក៏ដូចស៊ូសៀវសៀវនៅផ្នែករបស់យើងម្ល៉េះស៊ូសៀវសៀវឯងពិតជាលាក់បានចិត្តមែនមិត្តប្រុសរបស់ឯងមានរូបសម្រស់និងមុនស្នេហ៍លំដាប់ខ្ពស់បែបនេះហេតុអ្វីឯងមិនប្រាប់ឲ្យឆាប់ថាកែគាត់មិនមែនជាតារាម៉ូដែលទេគាត់គ្រាន់តែជាខ្ញុំមិនខ្វល់ថាគាត់ជាអ្វីទេឥឡូវនេះនៅទូទាំងបណ្ដាញអ៊ីនធឺណិតកំពុងស្វែងរកបុរសម្នាក់នេះគាត់គឺជាដើមឈើប្រាក់ដែលដើរបាន
ស៊ូស៊ីវខ្ញុំបញ្ជាឯងស្អែកត្រូវតែនាំបរិសម្នាក់នេះមកក្រុមហ៊ុនដើម្បីធ្វើជាតារាម៉ូដែលថតរូបផលិតផលថ្មីសម្រាប់រដូវកាលក្រោយរបស់យើងឲ្យតែថតបានជោគជ័យខ្ញុំនឹងដំឡើងតំណែងនិងប្រាក់ខែឯងប្រសិនបើឯងធ្វើមិនបានឬគាត់ត្រូវបានក្រុមហ៊ុនផ្សេងដណ្ដើមយកទៅឯងរៀបចំខោឲ្យចេញពីទីនេះនៅថ្ងៃស្អែកទៅយីទេអោព្រះអើយតើនេះមិនមែនជាបរិសង្ហាដែលល្បីខ្លាំងលើអ៊ីនធឺណិតទេអីរូបរាងនេះពិតជាស៊ីដាច់តារាល្បីក្នុងវិស័យកំសាន្តទាំងអស់តែម្ដងសង្ហាពេកហើយមើលខ្ទង់ច្រមុះនិងឆ្អឹងក្គាំនោះទៅតើវាមានពិតមែនទេតើសៀវសំណាងអីក៏សំណាងយ៉ាងនេះលោកម្ចាស់ទីជន់ខ្ញុំសូមអង្វរលោកថ្ងៃនេះជួយទ្រាំបន្តិចទៅជួយថតរូបឲ្យខ្ញុំពីរបីសន្លឹកផងបើវាខូចខ្ញុំនឹងត្រូវគេដេញចេញពីការងារហើយពួកយើងនឹងគ្មានលុយទិញមាន់បំពងខេសញ៉ាំទេហេបើមិនមែនយល់ដល់អាមន់បំពងទាំងនោះទេយើងមិនមកជន់កន្លែងដែលមានផ្សែងអាប់អួរបែបនេះឡើយប្រាប់ពួកគេឲ្យលឿនឡើងការអត់ធ្មត់របស់យើងមានកំណត់បងស្រីយ៉ាវមើលសៀវស្រីថោកទៀបម្នាក់នោះទៅនាងពិតជាបាននាំអាំនោះឈួតនោះមកមែនតាពីម្សិលមិញក្នុងពិធីជួបជុំមិត្តរួមថ្នាក់នាងពិតជាបានស្អាតមានប្រយោជន៍អីនៅក្នុងមជ្ឈដ្ឋាននេះបើគ្មានអ្នកមានអំណាចជួយជ្រោមជ្រែងទេគឺគ្រាន់តែជាធូបការប៉ុណ្ណោះថ្ងៃនេះខ្ញុំនឹងឲ្យនាងដឹងថាតើនរណាជាមេនៅទីនេះអូសៀវនេះឬជាតារាម៉ូដែលដ៏អស្ចារ្យដែលអ្នកនិយាយមើលទៅក៏មិនប៉ុន្មានដែរពេញខ្លួនសុទ្ធតែភាពក្រីក្រលោកប្រធានខ្ញុំបាននាំមនុស្សមកហើយតើអាចចាប់ដើមថតបានហើយឬនៅប្រញាប់អីបើជាតារាម៉ូដែលត្រូវតែសាកល្បងម៉ូថ្មីរបស់ក្រុមហ៊ុនយើងយកខោអាវ2-3ឈុតនេះឲ្យគាត់បដូរទៅលោកប្រធានទាំងនេះមិនមែនជាម៉ូថ្មីរបស់ក្រុមហ៊ុនយើងទេនេះគឺជាកាកសំណល់ដែលគេបោះចោលក្នុងឃ្លាំងលោកកំពុងតែធ្វើបាបដោយចិត្តណាស់ហើយយ៉ាងម៉េចអ្នកមានយោបល់ចំពោះការរៀបចំរបស់ខ្ញុំមែនទេតើខ្ញុំជាប្រធានឬអ្នកជាប្រធានបើមិនចង់ថតទេក៏ដើរចេញទៅស្រីអាក្រក់ឯងចង់ងាប់មែនទេឯងចង់ធ្វើអីទីនេះគឺជាក្រុមហ៊ុនណាសៀវហើយអ្វីបានជាមិត្តប្រុសរបស់អ្នកតែម្លេះតើគាត់មិនហ៊ានសាកសម្បិតតែខោអាវមួយឈុតទេអីឬមួយក៏គាត់គ្រាន់តែជាអ្នកមានតែសម្បកក្រៅមិនអាចសាកសមនឹងខោអាវទាំងនេះបានអ្នកមិនអីទេយើងចង់ឃើញណាស់ថាតើខោអាវចាស់ពីរបីឈុតនេះអាចធ្វើអ្វីយើងបានអ្នកនាងក៏ល្បិចរបស់អ្នកនាងពិតជាអស្ចារ្យណាស់ខោអាវបែបនេះបើទោះជាទេពអប្សរចុះមកពីឋានសួគ៌ក៏ខ្លាចជាមនុស្សស្រែដែរចាំមើលពេលរូបថតចេញមកខ្ញុំចង់ដឹងថាតើស៊ីឈៀវនៅមានមុខមាត់ឯណាសម្រាប់បន្តនៅក្រុមហ៊ុនទៀតចង់ប្រកួតជាមួយខ្ញុំនាងនៅក្មេងខ្ចីណាស់ខោអាវនេះអាក្រក់មើលពេកហើយមិនអីទេអ្នកទៅឈរទីនោះសិនទៅរៀបចំកាយវិការឲ្យមើលទៅមានអំណាចបន្តិចអូយតើអ្នកចេះធ្វើអត់ឲ្យមានអំណាចយកទេឥឡូវអ្នកដូចជាដង្កត់ឈើអញ្ចឹងភ្នែកត្រូវតែសាហាវកាយវិការត្រូវតែរស់រវើកអូយនេះជាតារាបង្ហាញម៉ូដដ៏អស្ចារ្យដែលអ្នកនាងរកមកមែនទេមើលទៅដូចជាធ្លុកអញ្ចឹងពិតមែនហើយគួរឲ្យចង់សាច់មែនទែនបានហើយជប់ថតទៅនាំតែខាតហ្វីលទេស៊ីឈៀវតើសម្រាប់អ្វីដែលឯងរកមកហ្នឹងឆាប់ដេញវាចេញទៅអ្នកនាងខ្ញុំនៅលេងមិនទាន់ឆ្អែតទេក្នុងការដែលគេស្លៀកសម្លៀកបំពាក់សម័យមិនសមសាក់គេស្លៀកសម្លៀកបំពាក់បុរាណវិញទៅនោះជាឈុតពិសេសដែលអ្នកនាងរៀបចំសម្រាប់គេតាមែនហើយទៅយកសម្លៀកបំពាក់បុរាណនោះមកពួកអ្នកហួសហេតុពេកហើយនេះមិនមែនសម្រាប់មនុស្សស្លៀកទេខ្ញុំមិនថតទៀតទេសិនយកយើងទៅឈៀវកុំខ្លាចអីយើងធ្លាប់និយាយហើយថានឹងមិនឲ្យអ្នករងការមើលងាយឡើយនៅហ៊ានខ្លាំងទៀតចាំមើលពេលដែលឯងយំទៅបងស្រីរឿងក្រណាត់រហែកនោះសំបីតែអ្នកសុំទានក៏មិនចង់ស្លៀកដែរចាំនាងចេញមកប្រហែលជាសំបីតែបិទបាំងគេខ្មាស់ក៏ជាបញ្ហាដែរប្រញាប់ឲ្យអ្នកថតរូបរៀបចំខ្លួនឲ្យរួចរាល់ថតរូបនាងដែលមើលទៅអាក្រក់ឲ្យបានច្រើនហើយផ្ញើវាទៅក្រុមធំរបស់ក្រុមហ៊ុនដើម្បីឲ្យគ្រប់គ្នាបានសើចសប្បាយកុំបារម្ភអីក្រោយថ្ងៃនេះស៊ូសៀវនឹងត្រូវបាត់បង់កេរ្តិ៍ឈ្មោះទាំងស្រុងនៅក្នុងក្រុមហ៊ុននេះហើយសិនយានអ្នកកុំឆេវឆាវពេកយ៉ាងច្រើនបំផុតការងារនេះខ្ញុំមិនយកទេក៏មិនអាចឲ្យអ្នករងការអាម៉ាស់បែបនេះដែរតើអ្នកណាហ៊ានប្រហើនព្រះឲ្យនេះពិតជាអភូតហេតុណាស់ត្រូវហើយបែបហ្នឹងហើយរក្សាចំហបែបហ្នឹងល្អឥតខ្ចោះណាស់ខ្សែភ្នែកនេះចរិតលក្ខណៈនេះអ្នកគឺជាទេពសង្គ្រាមពិតប្រាកដម៉ាក់ឲ្យមិនមែនជាក្រណាត់រហែកទេនេះគឺជាអាវក្រោះរបស់ទេពសង្គ្រាមពិតអស្ចារ្យណាស់រូបរាងនេះសាច់ដុំក្បាលពោះនេះខ្ញុំសុខចិត្តស្លាប់ដើម្បីគាត់មិនអាចទៅរួចទេវាមិនអាចទៅរួចទេនាងច្បាស់ជាស្លៀកសម្រាប់តើហេតុអ្វីបានជាបែបនេះចង្រៃយកតើនាងស្រីថោកទាបនេះទៅរកបិសាចមកពីណាហេតុអ្វីទៅហេតុអ្វីបានជានាងអាចល្បីដល់ថ្នាក់ហ្នឹងអ្នកឆាប់នាំនាងស៊ូសៀវនិងតារាម៉ូដែលរបស់នាងមកការិយាល័យភ្លាមលឿនឡើងយើងនឹងខ្លាចជាអ្នកមានហើយស៊ូសៀវអ្នកស្មានថាអ្នកឈ្នះមែនទេនៅចំពោះមុខដើមទុនពិតប្រាកដអ្នកមិនមែនជាអ្វីទាំងអស់ហេដើមឈើប្រាក់របស់ពួកយើងអូមិនមែនទេតារាល្បីរបស់ពួកយើងមកដល់ហើយឆាប់អញ្ជើញអង្គុយកុំប៉ះពាល់យើងហាមានចរិតផ្ទាល់ខ្លួនខ្ញុំចូលចិត្តណាស់រូបភាពត្រជាក់បែបនេះឥឡូវកំពុងពេញនិយមបំផុតស៊ូសៀវលើកនេះឯងពិតជាបានធ្វើរឿងល្អសម្រាប់ក្រុមហ៊ុនហើយប៉ុន្តែឯងក៏ដឹងដែរក្រុមហ៊ុនយើងជាក្រុមហ៊ុនភ្នាក់ងារអាជីពតម្លៃពាណិជ្ជកម្មរបស់លោកសិនឥឡូវនេះគឺមិនអាចកាត់ថ្លៃបានទេត្រូវការក្រុមការងារអាជីពបំផុតដើម្បីរៀបចំថៅកែតើលោកចង់មានន័យថាម៉េចសញ្ញាណគឺខ្ញុំជាអ្នករកមកការរចនានិងការតុបតែងខ្លួនរបស់គាត់គឺខ្ញុំជាអ្នកទទួលខុសត្រូវទាំងអស់សៀវឲ្យឯងនៅក្មេងពេកហើយអ្នករចនាម៉ូដកម្រិតទាបដូចជាឯងតើស្គាល់អ្វីទៅជាការទាញយកផលប្រយោជន៍ពីភាពល្បីល្បាញទេស្គាល់អ្វីទៅជាប្រតិបត្តិការមូលធនទេឯងនៅក្បែរគាត់មានតែធ្វើឲ្យរាំងស្ទះផ្លូវរបស់គាត់ប៉ុណ្ណោះ
លោកសិននេះគឺជាប្រាក់កម្រៃចុះកិច្ចសន្យា10លានឲ្យតែលោកចុះហត្ថលេខាលើកិច្ចសន្យានេះបោះបង់ស៊ូស៊ីវស៊ីវចោលហើយមកចុះកិច្ចសន្យាជាមួយក្រុមហ៊ុនយើងតែម្នាក់ឯងខ្ញុំធានាថាមិនដល់កន្លះឆ្នាំផងលោកនឹងក្លាយជាតារាកំពូលក្នុងវិស័យសិល្បៈឡានទំនើបវីឡាស្រីស្អាតអ្វីដែលលោកចង់បាននឹងមានទាំងអស់ សិនយ៉ានស៊ូសៀវសៀវឯងនៅមិនទាន់យកទៀតមែនទេលោកសិនឥឡូវនេះគឺជានាគនៅលើមេឃចំណែកឯងគ្រាន់តែជាដុំភក់នៅលើដីប៉ុណ្ណោះតើឯងនៅចង់មកតោងទាមរារាំងអនាគតរបស់គាត់ទៀតបើដឹងខ្លួនហើយឆាប់ថយចេញទៅស្រីល្ងងតើនៅក្នុងភ្នែករបស់ខ្ញុំក្រដាសឥតប្រយោជន៍ពីលោកគេនេះអាចប្រៀបធៀបនឹងសក់មួយសរសៃរបស់អ្នកបានទេ10លានបាទ10លានបើអ្នកគិតថាមិនគ្រប់យើងអាចបន្ថែមទៀតឲ្យតែអ្នកព្រមបោះបង់នាងទៅអញនេះគឺជាលុយពិតណាស់ខ្ញុំត្រូវបាននាងរើសមករកជាតិរកភពខ្ញុំជារបស់ស៊ូស៊ីវស៊ីវតែម្នាក់គត់ពួកមនុស្សសាមញ្ញដូចជាអ្នកតើមានតម្លៃអ្វីយកក្រដាសឥតប្រយោជន៍បែបនេះមកប្រមាថសេចក្តីស្រឡាញ់របស់ខ្ញុំអញឈួតហើយតែអញដឹងទេថាអញកំពុងបដិសេធអ្វីនៅជាមួយស្រីក្រីក្រម្នាក់នេះអញនឹងគ្មានថ្ងៃមានអនាគតឡើយពិតមាត់បើហ៊ាននិយាយមិនសមរម្យដាក់នាងទៀតខ្ញុំនឹងដកអណ្ដាតអញចេញល្អណាស់មិនចង់ទទួលសំណើល្អបែរជាចង់ទទួលទុនកម្មស៊ូស៊ីវស៊ីវអ្នកគិតថាអ្នកទាំងពីរអាចរត់រួចឬសន្តិសុខបិទទ្វារឲ្យចិត្តស៊ូស៊ីវស៊ីវមើលកិច្ចសន្យាការងាររបស់អ្នកឲ្យច្បាស់ទៅអ្នកបានប្រើប្រាស់ធនធានក្រុមហ៊ុនដើម្បីលើកស្ទួយ model ដោយខ្លួនឯងនេះគឺជាការរំលោភកិច្ចសន្យាយ៉ាងធ្ងន់ធ្ងរបើចង់ចាក់ចេញត្រូវតែសងសំណងក្រុមហ៊ុនចំនួន5លានយ៉នបើមិនដូច្នោះទេខ្ញុំនឹងប្តឹងអ្នកទៅតុលាការឲ្យអ្នកជាប់គុកស៊ូឈៀវឈៀវខ្ញុំផ្ដល់ឱកាសចុងក្រោយឲ្យនាងមិនថានាងចាក់ចេញដោយស្ដាប់បង្គាប់ហើយទុក Shen Yuan នៅទីនេះឬរៀបចំប្រាក់5លានសម្រាប់សំណងការបំពេញកិច្ចសន្យាឬជាប់គុក8ទៅ10ឆ្នាំបងថ្លៃនិយាយជាមួយខ្មោចក្រីក្រនេះធ្វើអីបើនាងអាចរកលុយ5លានបានជ្រូកប្រហែលជាអាចឡើងដើមឈើបានហើយប្រញាប់ហៅប៉ូលីសមកចាប់នាងទៅអ្នកទាំងអស់គ្នាកំពុងគំរាមកំហែងយកប្រាក់ Shen Yuan មិនដែលប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនតតែសោះសម្លៀកបំពាក់គឺជាការរចនារបស់ខ្ញុំរូបថតត្រូវបានអ្នកផ្សេងបង្ហោះលើអ៊ីនធឺណិតចុះយ៉ាងម៉េចក្នុងកិច្ចសន្យាបានសរសេរយ៉ាងច្បាស់ថារាល់ផលិតផលក្នុងអំឡុងពេលបំពេញការងាររបស់អ្នកគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទៅពន្យល់ប្រាប់ចៅក្រមទៅចាំមើលថាតើពួកគេជឿអ្នកឬជឿក្រុមច្បាប់របស់ក្រុមហ៊ុនខ្ញុំតើខ្ញុំពិតជាចង់បំផ្លាញ Shen Yuan មែនទេខ្ញុំមិនអាចធ្វើឲ្យគាត់ពាក់ព័ន្ធបានទេមិនអីទេខ្ញុំនឹងចាក់ចេញ Shen Yuan អ្នកនៅទីនេះចុះពួកគេនឹងផ្ដល់ធនធានដ៏ល្អបំផុតឲ្យអ្នកនឹងក្លាយជាតារាដ៏ល្បីល្បាញស្រីល្ងងតើនាងដឹងទេថានាងកំពុងនិយាយអ្វីខ្ញុំធ្លាប់និយាយហើយថាគ្រប់ជាតិសាសន៍ Shen Yuan ជារបស់នាងតែម្នាក់គត់អ្នកណាហ៊ានបំបែកយើងនឹងធ្វើឲ្យពួកគេលីជាភេះខ្ញុំនឹងយកជីវិតអាមនុស្សឈួតដែលមិនស្គាល់មេឃដីម្នាក់នេះ Shen Yuan ប្រយ័ត្នយកអាចឈួតដែលមិនដឹងពីកម្ពស់មេឃនិងដីនេះចេញទៅឈៀវប្រយ័ត្នអញជាបិសាចប្រភេទណាគ្រាន់តែជាមនុស្សធម្មតាហ៊ានមកគំរាមស្ដីរបស់ Shen Yuan ផង5លាននេះ Shen Yuan កត់ទុកហើយក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងសង្វិញទាំងដើមទាំងការតែបើអញហ៊ានប៉ះសក់នាងសំបីតែមួយសរសៃតើនេះគឺជាជោគវាសនារបស់ឯងខ្ញុំលែងហ៊ានហើយខ្ញុំមិនដែលហ៊ានទៀតទេលោកម្ចាស់សូមអត់ទោសឲ្យខ្ញុំផង Shen Yuan ឯងបង្កការលំបាកឲ្យ5លានតើយើងរក5លានពីណាទៅម្យ៉ាងទៀតឧស្សាហកម្មទាំងមូលនឹងរារាំងខ្ញុំចប់ហើយឈៀវកុំយំអីមាន Shen Yuan នៅទីនេះលើលោកនេះគ្មានរឿងអ្វីដែលដោះស្រាយមិនចេញនោះទេគ្រាន់តែជាលុយកាក់កំតិចកំទី Shen Yuan គ្រាន់តែក្រវីដៃក៏បាត់អស់ដែរកុំលួងខ្ញុំអីឯងគ្រាន់តែជាមនុស្សបុរាណដែលមិនដែលញ៉ាំសំបីតែខេស៊ីផងតើអញរក5លានបានយ៉ាងម៉េចអញភ្លេចហើយ Shen Yuan គឺជាព្រះដើម្បីឯងទោះបីជាត្រូវប្រើប្រាស់ធម្មពលទេវៈចុងក្រោយក៏ដោយក៏ Shen Yuan មិនស្ដាយក្រោយដែរចប់ហើយត្រូវម្ចាស់ផ្ទះបណ្ដេញចេញទៀត Shen Yuan សុំទោសណាដែលនៅជាមួយខ្ញុំធ្វើឲ្យឯងពិបាកឥឡូវនេះយើងគ្មានសំបីតែកន្លែងស្នាក់នៅផងកុំនិយាយដល់ការបង្កើតយីហោយគ្រីកអីឈៀវកុំនិយាយពាក្យសុំទោសអីនៅក្នុងពិភពទេវៈ Shen Yuan មានអាយុវែងអមតៈនិងអំណាចកំពូលតែមិនដែលស្គាល់ពាក្យថាសប្បាយពិតប្រាកដឡើយរហូតដល់បានជួបឯងឲ្យតែបាននៅជាមួយឯងទោះបីជាត្រូវដេកតាមផ្លូវក៏ដោយ Shen Yuan ក៏ពេញចិត្តដែរតែយើងត្រូវការលុយបើគ្មានលុយយើងមិនអាចទិញក្រណាត់មិនអាចធ្វើខោអាវបានទេហើយក៏មិនអាចសង5លាននោះដែររឿងលុយអញកុំបារម្ភអី Shen Yuan មានវិធីតើឯងមានវិធីអ្វីអញភ្លេចហើយទេវៈអាចប្រើមន្តអាគមបានគ្រាន់តែជាមាសប្រាក់ Shen Yuan គ្រាន់តែប្រើធម្មពលបន្តិចក៏បានដែរ Shen Yuan ពេលណាហើយនៅលេងសើចទៀតតើលើលោកនេះមានមន្តអាគមប្រែរបស់ពីណាឯងចាំមើលទៅធម្មពលរបស់ Shen Yuan ស្ទើរតែអស់ហើយក្នុងលោកនេះការបង្ខំប្រើធម្មពលដើមនឹងមានផលវិបាកខ្លាំងតែដើម្បីឈៀវតម្លៃនេះមិនសំខាន់ទេព្រះអើយតើនេះអាចទៅរួចយ៉ាងម៉េច
Shenyuan, Shenyuan, anh đang luôn làng, anhយ៉ាងម៉េចហើយកុំបំភ័យខ្ញុំអីខ្ញុំមិនចង់បានលុយទេខ្ញុំមិនចង់បានអ្វីទាំងអស់ឲ្យតែឯងមិនអី Shenyuan ស្ត្រីល្ងងយំធ្វើអី Shen Yuan គ្រាន់តែមិនស៊ាំនឹងអាកាសធាតុប៉ុណ្ណោះខ្យល់អាកាសក្នុងលោកនេះពិតជាមិនល្អមែន អញកុហកតើមានអ្នកណាមិនស៊ាំនឹងអាកាសធាតុរហូតដល់ក្អួតជាមាសតើឯងធ្វើបាបខ្លួនឯងដើម្បីដូរយកលុយឲ្យខ្ញុំមែនទេ និយាយផ្ដេសផ្ដាស់ Shen Yuan ជាទេវៈសង្គ្រាមតាំងពីបុរាណតើអាចចាញ់ដោយសារតែដុំថ្មបានយ៉ាងម៉េចគ្រាន់តែមកពីញ៉ាំផ្លូវមាន់ច្រើនពេកកាលពីយប់មិញប៉ុណ្ណោះ Shen Yuan ស្ដាប់ឲ្យច្បាស់ណាស់ទៅថ្ងៃមុខហាមប្រើមន្តអាគមទៀតរឿងលុយខ្ញុំនឹងរកវិធីដោយខ្លួនឯងខ្ញុំគឺជាអ្នករចនាម៉ូដខ្ញុំនឹងប្រើដៃទាំងពីររបស់ខ្ញុំដើម្បីយកអ្វីដែលបាត់បង់មកវិញឈៀវសម្រាប់បន្តិចទៅឯងមិនបានគេង3ថ្ងៃ3យប់ហើយមិនបានទេសប្តាហ៍ក្រោយគឺជាពិព័រណ៍អ្នករចនាម៉ូដហើយខ្ញុំត្រូវតែធ្វើឲ្យបាន3ឈុតនេះជាឱកាសតែមួយគត់របស់យើង ស្ត្រីរបស់ Shen Yuan គួរតែត្រូវបានគេគោរពតែឥឡូវនេះបែរជាមកលំបាកក្នុងកន្លែងបែបនេះទៅវិញឲ្យតែមានឯងនៅទីនេះគឺជាឋានសុខហើយលោកម្ចាស់វងខ្ញុំត្រូវការសូត្រគុណភាពខ្ពស់10ម៉ែត្រនិងក្រណាត់កប្បាស5ម៉ែត្រនៅតែតាមច្បាប់ដើមដដែលអត់ទេក្រណាត់ក្នុងហាងយើងមិនលក់ឲ្យអ្នកទេហេតុអ្វីទៅលោកវងយើងធ្លាប់សហការគ្នាជាច្រើនដងហើយតើខ្ញុំអាចកក់លុយមុនបានក ញ្ញាសុកុំធ្វើឲ្យខ្ញុំពិបាកអីអ្នកគ្រប់គ្រងយ៉ៅនិងកញ្ញាលៃបានបញ្ជាមកថាបើអ្នកណាហ៊ានលក់ក្រណាត់ឲ្យអ្នកគឺស្មើនឹងប្រឆាំងក្រុមហ៊ុនគេហើយអ្នកប្រញាប់ចេញទៅចុះតើអាចទៅរួចយ៉ាងម៉េចហេតុអ្វីពួកគេធ្វើបែបនេះហេតុអ្វីខ្ញុំគ្រាន់តែចង់ធ្វើខោអាវពី3ឈុតប៉ុណ្ណោះហេតុអ្វីពិបាកម្ល៉េះបើគ្មានក្រណាត់ប្លង់រចនារបស់ខ្ញុំគ្រាន់តែជាក្រដាស់ឥតប្រយោជន៍ប៉ុណ្ណោះ5លានតើខ្ញុំយកអ្វីទៅសង្កេឈៀវមើលមក Shen Yuan នេះ Shen Yuan មិនអនុញ្ញាតឲ្យឯងមានទឹកមុខអស់សង្ឃឹមបែបនេះទេក្រណាត់កខ្វក់ទាំងនោះមិនស័ក្តិសមនឹងការរចនារបស់ឯងឡើយតែបើគ្មានក្រណាត់តើខ្ញុំធ្វើខោអាវយ៉ាងម៉េចបើគេមិនលក់ឲ្យយើងធ្វើវាដោយខ្លួនឯង Shen Yuan នាំឯងទៅកន្លែងមួយShen Yuan ឯងនាំខ្ញុំមកទីនេះធ្វើអីទីនេះត្រូវបានគេបោះបង់ចោលយូរហើយគ្មានសំបីតែម៉ាស៊ីនដែលប្រើបានផងនេះជាវិធីដែលឯងនិយាយមែនទេទាំងនេះសុទ្ធតែជាក្រណាត់ចាស់សំបីតែធ្វើក្រណាត់ជូតតុកក៏គេខ្ពើមដែរតើអាចយកមកធ្វើខោអាវបានយ៉ាងម៉េចឈៀវឯងជឿ Shen Yuan ទេខ្ញុំជឿឯងតែក្រណាត់ទាំងនេះក្នុងភ្នែកមនុស្សធម្មតាវាគឺជាសម្រាមតែក្នុងដៃរបស់ទេវៈវានឹងខុសជាសម្បត្តិដ៏មានតម្លៃបំផុតទោះបីជាធម្មពលត្រូវអស់ក៏ Shen Yuan ត្រូវតែធ្វើវាដើម្បីឈៀវដែរShen Yuan ឯងធ្វើអីហ្នឹងវានឹងឆេះអស់ហើយកុំភ័យចាំមើលទៅព្រះអើយនេះពិតជាស្អាតណាស់នេះគឺជាអភូតហេតុShen Yuanមើលចុះគុណភាពក្រណាត់នេះពិតជាល្អឥតខ្ចោះមែនខ្ញុំហ៊ានភ្នាល់ថាឲ្យតែខោអាវនេះធ្វើរួចនឹងធ្វើឲ្យផ្អើលពេញពិភពម៉ូដមិនខានស្ត្រីរបស់ Shen Yuan ជាលេខ1លើលោកស្រាប់ហើយតែបើឯងមិនញ៉ាំទឹកទេនឹងក្លាយជាសាកសពស្ងួតមិនខានរួចរាល់ហើយទីបំផុតគឺរួចរាល់ហើយមិនអន់ទេស័ក្តិសមនឹង Shen Yuan ដែរតែបើខោអាវធ្វើរួចហើយមានប្រយោជន៍អីស្អែកគឺជាថ្ងៃពិព័រណ៍ហើយតែយើងគ្មានលុយបង់ថ្លៃស្តង់គ្មានលុយជួលម៉ូដែលសំបីតែសំបុត្រចូលក៏គ្មានដែរតើអ្នកណាថាយើងត្រូវការស្តង់របស់ពួកគេតើអ្នកណាថាយើងត្រូវការមនុស្សធម្មតាទាំងនោះមកធ្វើជាម៉ូដែលតើឯងចង់មានន័យថាម៉េច Shen Yuan គឺជាម៉ូដែលដ៏ល្អបំផុតរបស់ឯងចំណែកកន្លែងវិញ
លើលោកនេះមានកន្លែងណាដែលមិនអាចធ្វើជាឆាករបស់ Shen Yuan បាន អូមើលចុះនេះមិនមែនជាអ្នករចនាម៉ូដដ៏ពូកែស៊ីឈៀវឈៀវទេអីហេតុអ្វីធ្លាក់ខ្លួនមកលក់ដូរតាមចិញ្ចើមថ្នល់បែបនេះពិតជាគួរឲ្យខ្មាស់គេមែនចង់លក់ខោអាវតាមផ្លូវដើម្បីដូរយកលុយវិញមែនទេស៊ីឈៀវឈៀវខោអាវសម្រាមទាំងនេះទោះបីជាឲ្យអ្នកសុំទានក៏គេមិនយកដែរយុវជនសម័យនេះដើម្បីចង់ល្បីគឺធ្វើអ្វីក៏ហ៊ានដែរមើលរូបរាងវាទៅតើអាចរចនាអ្វីបានល្អទៅខោអាវរបស់ខ្ញុំមិនមែនជាសម្រាមទេថ្ងៃនេះខ្ញុំនឹងឲ្យអ្នករាល់គ្នាឃើញថាអ្វីទៅជាការរចនាពិតប្រាកដពិតជាអស្ចារ្យណាស់ខោអាវនេះស្អាតខ្លាំងណាស់ស្ទីលដើរនេះពិតជាអស្ចារ្យមែនមិនអាចទៅរួចទេនាងរកបានក្រណាត់មកពីណាក្រណាត់នេះល្អជាងក្រណាត់លើទីផ្សារទាំងអស់ទៅទៀតស៊ីឈៀវឈៀវស្រីថោកទាបតើនាងប្រើល្បិចអ្វីអូព្រះអើយនេះគឺជាអភូតហេតុពន្លឺនៃក្រណាត់នេះការកាត់ដេរនិងមន្តស្នេហ៍របស់ម៉ូដែលនេះពិតជាស្នាដៃដ៏អស្ចារ្យបំផុតក្នុងឆ្នាំនេះចៅហ្វាយសប្តាហ៍ម៉ូដប៉ារីសបានផ្ញើលិខិតអញ្ជើញមកហើយក៏មានលោកវងចង់វិនិយោគ50លានសម្រាប់ភាគហ៊ុន10ដែរប្រាប់លោកវងទៅការវិនិយោគគឺបានតែរឿងភាគហ៊ុនមិនបាច់និយាយទេរ៉ៅដេអញជាមនុស្សឥតប្រយោជន៍ដែលបង្កបញ្ហាឲ្យក្រុមហ៊ុនអញត្រូវគេដេញចេញហើយចេញទៅស៊ីឈៀវឈៀវខ្ញុំមិនលើកលែងឲ្យនាងឡើយShen Yuan ជូនពរឯងអរគុណឯងខ្លាំងណាស់បើគ្មានឯងក៏គ្មានស៊ីឈៀវឈៀវនៅថ្ងៃនេះដែរ Shen Yuan ធ្លាប់និយាយហើយថាកិត្តិយសរបស់ឯង Shen Yuan នឹងយកមកវិញឲ្យបានមនុស្សធម្មតាប៉ុន្មានអ្នកមិនអាចរារាំងពន្លឺរបស់ឯងបានឡើយ Shen Yuan ឯងធ្វើដើម្បីខ្ញុំច្រើនណាស់តើខ្ញុំគួរតបស្នងឯងយ៉ាងម៉េចទៅតើឯងចង់តបស្នងយ៉ាងម៉េច Shen Yuan ឯងកើតអីហ្នឹងកុំប៉ះខ្ញុំ ហេតុអ្វីបានជាអញ្ចឹងជាងរបស់ឯងហេតុអ្វីបានជាខ្លាចជាថ្មបែបនេះ Shen Yuan តើឯងកើតអីឲ្យប្រាកដស្ត្រីល្ងងខ្ញុំមិនអីទេតើមកពីឯងប្រើមន្តអាគមដើម្បីជួយខ្ញុំធ្វើក្រណាត់មែនទេកុំគិតច្រើនអីវាមិនអីទេខ្ញុំមិនចង់បានខោអាវមិនចង់បានយីហោអ្វីទាំងអស់ឲ្យតែឯងនៅរស់យើងទៅមន្ទីរពេទ្យខ្ញុំនាំឯងទៅមន្ទីរពេទ្យមន្ទីរពេទ្យជួយ Shen Yuan មិនបានទេខ្ញុំត្រូវតែចាកចេញពីទីក្រុងនេះទៅរកកន្លែងដែលមានថាមពលធម្មជាតិចៅវាយតើអ្នកឈួតហើយឬការបញ្ជាទិញឥឡូវនេះត្រូវបានកក់ទុកដល់ឆ្នាំក្រោយហើយប្រធានវងបានបន្ថែមការវិនិយោគ50លានតើអ្នកចង់ចាក់ចេញឥឡូវនេះឬស៊ឺឆាវឆាវតើអ្នកដឹងទេថាការចាកចេញឥឡូវនេះមានន័យដូចម្តេចវាមានន័យថាការរំលោភកិច្ចសន្យាអាជីវកម្មទាំងអស់ដែលអ្នកបានបង្កើតនឹងត្រូវបាត់បង់ម៉ូដែលប្រុសម្នាក់នោះឈឺគ្រាន់តែដូរគាត់ទៅហេតុអ្វីបានជាអ្នកលះបង់អនាគតរបស់អ្នកបែបនេះពិតមាត់បើគ្មានគាត់ក៏គ្មានស៊ឺឈៀវឈៀវដែរទោះបីជាទ្រព្យសម្បត្តិពិភពលោកនៅចំពោះមុខខ្ញុំក៏វាមិនអាចប្រៀបផ្ទឹមនឹងសរសៃសក់មួយសរសៃរបស់គាត់បានដែរស្ទូឌីយ៉ូត្រូវបានរំលាយខ្ញុំនឹងបង់ប្រាក់ពិន័យកិច្ចសន្យាគ្រប់កាក់ដោយខ្លួនឯងShen Yuan យើងមកដល់ផ្ទះហើយខ្យល់អាកាសនៅទីនេះល្អគ្មានអ្នកណាមករំខានយើងទេអ្នកជាមនុស្សកុហក
អ្នកថាអ្នកនឹងនៅក្បែរខ្ញុំរហូតក្រោកឡើងខ្ញុំបញ្ជាឲ្យអ្នកក្រោកឡើងមកញ៉ាំខេស៊ីតើល្អទេសេនយួនមីងយ៉ាងមកពីភូមិបានផ្ញើសុទ្ធមកឲ្យតើអ្នកមិនចូលចិត្តអាហារមនុស្សទេអីពេលអ្នកភ្ញាក់ឡើងខ្ញុំនឹងធ្វើសមសុទ្ធឲ្យអ្នកញ៉ាំរាល់ថ្ងៃសេនយួនសូមភ្ញាក់ឡើងឲ្យបានឆាប់មកខ្ញុំសូមអង្វរពិតជាស្នាដៃប៉ាក់ដ៏ប្រណិតមែននេះគឺជាសិល្បៈរបស់លោកយាយកាលពីមុនសេនយួនគឺជាព្រះគាត់បានធ្លាក់មកភពមនុស្សដើម្បីខ្ញុំក្លាយជាថ្មខ្ញុំចង់ឲ្យពិភពលោកដឹងថាគាត់មានពិតហើយដឹងពីសេចក្តីស្រឡាញ់របស់យើងខ្ញុំនឹងចូលរួមការប្រកួតរចនាអន្តរជាតិនៅប៉ារីសខ្ញុំនឹងរចនារ៉ូបអាពាហ៍ពិពាហ៍ដ៏ប្លែកមួយសម្រាប់អ្នកសេនយួនមើលចុះខ្ញុំបានដាក់ឈ្មោះការរចនានេះថាសេចក្តីស្រឡាញ់របស់ទេវតាឈុតបុរសប្រើក្បាច់នាគហើយឈុតនារីប្រើក្បាច់ហង្សពួកគេថាខ្ញុំឈួតដែលបោះបង់អាជីពប៉ុន្តែខ្ញុំនឹងបង្ហាញពិភពលោកថារ៉ូបនេះនឹងអស្ចារ្យជាងស្នាដៃទាំងអស់របស់ខ្ញុំព្រោះនេះគឺជាកាដូដែលខ្ញុំរៀបចំសម្រាប់អ្នកគេងមិនលក់ទេស៊ឺឈៀវសៀវនៅសល់តែ5ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការប្រកួតនៅប៉ារីសត្រូវតែធ្វើឲ្យរួចសេនយួនខ្ញុំហត់ណាស់ប្រសិនបើអ្នកអាចអោបខ្ញុំបានវាពិតជាល្អណាស់ស្រីល្ងងធ្វើបាបខ្លួនឯងដើម្បីយើងដល់ថ្នាក់នេះគេងទៅព្រះនាងរបស់ខ្ញុំមានយើងនៅទីនេះគ្មានអ្នកណាអាចឆក់យកពន្លឺរបស់អ្នកបានទេស្លាប់ហើយខ្ញុំគេងហួសពេលសេនយួនតើគឺអ្នកមែនទេរួចរាល់ហើយសេនយួនយើងជោគជ័យហើយជើងហោះហើរទៅប៉ារីសនៅព្រឹកស្អែករងចាំខ្ញុំឈ្នះជើងឯកពិភពលោកខ្ញុំនឹងប្រើប្រាក់រង្វាន់ទាំងអស់ដើម្បីស្វែងរកជាងជំនាញនិងវិញ្ញាណដ៏ល្អបំផុតដើម្បីដាស់អ្នកឲ្យភ្ញាក់រងចាំខ្ញុំត្រឡប់មកវិញខ្ញុំបានស៊ើបដឹងច្បាស់ហើយស្រីម្នាក់នោះនឹងយករ៉ូបទៅប្រកួតនៅប៉ារីសនៅស្អែកឬថាបើឈ្នះរង្វាន់នឹងសិទ្ធិអ្នកនិពន្ធមានតម្លៃរាប់សិបលានហេតុអ្វីស៊ីឈៀលសៀវអាចទទួលបានវាចំណែកយើងត្រូវជំពាក់បំណុលគេយប់នេះយើងនឹងប្លន់យករ៉ូបនោះស្អែកអ្នកដែលទៅប៉ារីសគឺជាយើងបងបៀវចាំមើលស្នាដៃបងហើយឲ្យតែបានប្រាក់យើងនឹងចែកគ្នាស្មើកុំបារម្ភអីស្រីទុនខ្សោយម្នាក់ស៊ីផុយទេសម្រាប់ខ្ញុំបងប្អូនទៅមុខតើអ្នកជាអ្នកណាចង់ធ្វើអីកុំអូនេះមិនមែនជាអ្នករចនាសឹកទេអីហេតុអ្វីមកស្នាក់នៅក្នុងកន្លែងខ្វក់បែបនេះលេងវូជឿណាចេញទៅឲ្យឆ្ងាយទីនេះមិនស្វាគមន៍អ្នកទេបងបៀវគឺប្រអប់នោះហើយរ៉ូបនៅក្នុងនោះកុំប៉ះរបស់ខ្ញុំនេះជាកាដូសម្រាប់សេនយួនលែងទៅសេនយួនតើវាជាស្អីគេនឹងជួយផងសេនយួនជួយផងបេសាចវាជាបេសាចលេងហូរ៉ូតទៅរូបចម្លាក់នោះគឺជាខ្លួនប្រាណពិតរបស់វាឲ្យតែយើងបំផ្លាញវាបេសាចនេះនឹងរលាយបាត់ហើយស៊ឺឈៀវឈៀវក៏នឹងចប់សពគ្រប់ដែរស៊ឺឈៀវឈៀវទៅងាប់ទៅកុំធ្វើបាបសេនយួនឈប់ទៅស៊ឺឈៀវឈៀវទៅងាប់ទៅកុំធ្វើបាបគាត់
Shen Yuan ខ្ញុំនឹងសម្លាប់អ្នកអសត្វតិរឆានចូលនាយកររបស់ហើយរត់ទៅនាងចិត្តស្លាប់ហើយ Shen Yuan ចេញមកកុំបំភ័យខ្ញុំអីខ្ញុំសុំអង្វរខ្ញុំសុំទោសគឺខ្ញុំជាអ្នកធ្វើឲ្យគ្រប់យ៉ាងខូចខាតប្រសិនបើខ្ញុំមិនធ្វើរោគនោះប្រសិនបើខ្ញុំមិនចាក់ចេញពីក្បែរអ្នកវាបានបើកហើយយើងនឹងក្លាយជាជើងឯកពិភពលោក Shen Yuan អ្នករស់ឡើងវិញហើយ ស្រីល្ងងយំអាក្រក់មើលណាស់យើងធ្លាប់ប្រាប់ហើយឲ្យតែមានយើងនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបអ្នកទេអ្នកធ្វើឲ្យខ្ញុំភ័យណាស់ខ្ញុំស្មានតែមិនបានជួបអ្នកទៀតទេគុំយំអីយើងនឹងនាំអ្នកទៅឥឡូវនេះដើម្បីយកកិត្តិយសរបស់អ្នកត្រឡប់មកវិញ ចប់ហើយគ្រប់យ៉ាងត្រូវបានបំផ្លាញអស់ហើយស្អែកគឺជាថ្ងៃប្រកួតហើយខ្ញុំគ្មានស្នាដៃបង្ហាញទេតើខ្ញុំអាចបង្ហាញពិភពលោកពីសមត្ថភាពរបស់អ្នកដោយរបៀបណាប្រើប្រាស់ធម៌ពលដើម្បីស្ដារឡើងវិញយើងមានពេលសល់ត្រឹមតែ24ម៉ោងទៀតប៉ុណ្ណោះនៅក្នុងលោកនេះឈៀវមើលមកយើង Shen Yuan យើងធ្លាប់និយាយហើយឲ្យតែមានយើងនៅទីនេះអ្នកសំបីតែសិទ្ធដើម្បីចាញ់ក៏គ្មានដែរគ្រាន់តែជាក្រណាត់ប៉ុន្មានដុំបើខូចហើយក៏ខូចទៅគ្រាន់តែចាំថាស្អែកនេះត្រូវងើបមុខឡើងដើរលើឆាកនោះជឿយើងចុះស្អែកនេះអ្នកនឹងក្លាយជាកូនក្រមុំដ៏ស្អាតបំផុតក្នុងលោករោគត្រូវបានបំផ្លាញហើយចាំមើលនាងឡើងឆាកដោយរបៀបណានាងនឹងត្រូវអាម៉ាស់មុខនៅចំពោះមុខពិភពលោកទាំងមូលនោះហើយជាលទ្ធផលដែលនាងហ៊ានប្រឆាំងនឹងយើងជាបន្តបន្ទាប់សូមស្វាគមន៍អ្នករចនាដ៏មានទេពកោសល្យមកពីប្រទេសយួរគឺកញ្ញាស៊ូឈៀវឈៀវដើម្បីបង្ហាញស្នាដៃចុងក្រោយរបស់នាងតើវាណែណាតើនាងកំពុងលេងសើចមែនទេអ្នករចនាជនជាតិយួរបរាជ័យហើយមែនទេពិតជាខ្មាស់គេណាស់នាងគ្មានអ្វីតតែសោះនាងគឺជាអ្នកបោកប្រាស់ទិញនាងចេញទៅសន្តិសុខសូមអញ្ជើញបុគ្គលម្នាក់នេះចេញទៅស្ដេចបានមានបន្ទូលថាទ្រង់នឹងធ្វើឲ្យនាងក្លាយជាកូនក្រមុំដែលស្អាតបំផុតព្រះឲ្យតានេះជាអភូតហេតុអ្វីទៅសាច់ក្រណាត់នេះការកាត់ដេរនេះគឺពិតជាលើសពីសមត្ថភាពមនុស្សលោកទៅទៀតល្អឥតខ្ចោះបំផុតនេះទើបជាមន្តស្នេហ៍ពិតប្រាកដរបស់បូព្រាប្រទេសនេះគឺជាស្នាដៃឯកដែលអាចកត់ត្រាទុកក្នុងប្រវត្តិសាស្ត្របានមិនពិតទេរឿងនេះមិនអាចទៅរួចដាច់ខាតនាងច្បាស់ជាគ្មានអ្វីសល់ទៀតទេសម្លៀកបំពាក់នេះគឺคล้ายៗវាគ្រាន់តែជាការភ័ន្តច្រឡំភ្នែកប៉ុណ្ណោះស៊ូសៀវសៀវនាងស្រីថោកទាបនាងលួចបន្លំនាងប្រើមន្តអាគមអមអាមអ្វីទៅប្រញាប់ប្រគល់ពានរង្វាន់ឲ្យមកខ្ញុំភ្លាមសត្វល្អិតដូចជាឯងហ៊ានប៉ះពាល់មនុស្សស្រីរបស់យើងផងឬជួយផងលីវ៉ាំងចៅណាអ្នកទាំងពីរជាប់សង្ស័យពីបទបង្កបួសស្នាមដោយចិត្តណាបទផ្លន់និងបទច្បោកក្នុងអាជីវកម្មឥឡូវនេះយើងនឹងធ្វើការចាប់ខ្លួនអ្នកតាមផ្លូវច្បាប់លេងខ្ញុំគឺជាអ្នកច្នៃម៉ូដលំដាប់កំពូលនាពេលអនាគតស៊ូសៀវសៀវនាងនឹងមិនស្លាប់ស្រួលឡើយខ្ញុំខុសហើយសៀវសូមអង្វរលែងពួកយើងទៅសិនយានតើលោកបានឃើញទេពួកយើងឈ្នះហើយខ្ញុំធ្វើបានហើយសិនយានដៃរបស់លោករាងកាយរបស់លោកកើតអ្វីនឹងសៀវកុំខ្លាចអីទេកុំហេតុអីបានជាคล้ายទៅជាបែបនេះកុំបំភ័យខ្ញុំអីបានទេ
លោកឈប់ទៅកុំឲ្យលីបាទៀតអីខ្ញុំនឹងប្រកួតពៀនឲ្យពួកគេវិញខ្ញុំមិនចង់បានទេខ្ញុំចង់បានតែលោកអ្នកគត់ ស្រីល្ងងយើងបានបង្ខំទម្លុះរូបភាពលោកគេនេះរហូតអស់កម្លាំងធាតុដើមចុងក្រោយរាងកាយមនុស្សលោកនេះទប់ទល់មិនជាប់ទៀតទេ ខ្ញុំមិនឲ្យលោកទៅទេលោកធ្លាប់និយាយថានឹងការពារខ្ញុំគ្រប់ជាតិលោកជាមនុស្សភូតផល សៀវបានឃើញនាងស្លៀកឈុតកូនក្រមុំនេះយើងមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងគឺពិតជាមានតម្លៃណាស់ សិនយានសូមអង្វរប្រាប់ខ្ញុំមកថាត្រូវជួយលោកយ៉ាងម៉េចយកជីវិតខ្ញុំដូចជាមួយជីវិតលោកបានទេខ្ញុំនឹងឲ្យឈាមខ្ញុំទាំងអស់ទៅលោក ស្រីល្ងងមិនត្រូវធ្វើបាបខ្លួនឯងទេយើងជាមហាក្សត្រនៃអាណាចក្រទេវៈតើត្រូវការជំនួយពីមនុស្សលោកតាំងពីពេលណា ខ្ញុំមិនខ្វល់ថាលោកជាអតិទេពឬជាអ្វីនោះទេលោកគ្រាន់តែជាសិនយានរបស់ខ្ញុំប៉ុណ្ណោះលោកគឺជាស្វាមីដែលខ្ញុំរើសមកបានលោកមិនអាចបោះបង់ខ្ញុំចោលបែបនេះឡើយ ស្រីម្នាក់នេះយើងឃើញថានាងហត់នឿយណាស់ថ្ងៃនេះទើបយើងបានឆុងមីស៊ូពិភពផែនដីនេះឲ្យនាងជាពិសេសមិនប្រញាប់អរគុណយើងទៀត សំបីតែកញ្ចប់គ្រឿងក៏មិនដាក់ផងលោកឲ្យខ្ញុំញ៉ាំមីទឹកសាប់នឹងហា ក្រណាត់របស់មនុស្សលោកមិនស័ក្តិសមនឹងនាងទេមនុស្សស្រីរបស់យើងគឺត្រូវតែប្រើរបស់ដែលល្អបំផុត ខ្ញុំយកពានរង្វាន់នេះមកធ្វើអីបើគ្មានលោកខ្ញុំយកពិភពលោកនេះមកធ្វើអីទៀតទៅ សៀវកុំយំអីសម្លៀកបំពាក់កូនក្រមុំនេះចាត់ទុកថាជាជំនួនផ្ដាច់ការដែលយើងផ្ដល់ឲ្យនាងចុះសន្យានឹងយើងស្លៀកវាហើយរស់នៅដោយមោទនភាព ខ្ញុំមិនចង់បានជំនួនទេខ្ញុំចង់ឲ្យលោកមកជួបខ្ញុំផ្ទាល់តើលោកឬទេ ជាតិជីវិតនេះយើងស្រឡាញ់តែនាងម្នាក់គត់ កុំសិនយាន កញ្ញាស៊ូសូមសួរថាតើកញ្ញាអាចទទួលការសម្ភាសន៍បានទេកញ្ញាស៊ូ កញ្ញាស៊ូស្នាដៃរបស់កញ្ញាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតើគម្រោងបន្តរបស់កញ្ញាគឺជាអ្វីមានពាក្យចាំអារម្មណ៍ថាម៉ាកយីហោប្រណិតជាងមុខគេបានផ្ដល់តម្លៃរហូតដល់1000លានដើម្បីទិញយកការច្នៃម៉ូដរបស់កញ្ញាតើកញ្ញានឹងយល់ព្រមដែរឬទេ ពិភពលោកនេះទោះបីជាអ៊ូអរប៉ុណ្ណាក៏ដោយបើគ្មានលោកវាក៏គ្រាន់តែជាទីក្រុងដ៏ស្ងាត់ជ្រុងមួយប៉ុណ្ណោះសិនយានខ្ញុំត្រឡប់មកវិញហើយខ្ញុំយកបានពានរង្វាន់ហើយតែលោកមិននៅទីនេះទៀតទេលោកចូលចិត្តភាពស្អាតបាត់ណាស់ហេតុអីក៏ប្រែទៅជាគំនរថ្មបាក់បែកដេកនៅលើដីបែបនេះឲ្យខ្ញុំជួយផ្គុំលោកឡើងវិញបានទេលោកមានចរិតឆេវឆាវណាស់ក្រៅពីខ្ញុំតើអ្នកណាអាចទ្រាំនឹងលោកបានទៅដូច្នេះលោកច្បាស់ជាត្រឡប់មកវិញត្រូវទេស្រីល្ងងមិនប្រញាប់មកអប់យើងទៀត សិនយានអគ្គនាយិកាស៊ូនេះគឺជាបញ្ជីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសនេះម៉ាកយានរបស់យើងបានគ្រប់គ្រងទីផ្សារម៉ូដលំដាប់ខ្ពស់ទូទាំងពិភពលោកចំនួន60ហើយផ្ញើប្រាក់ចូលក្នុងកណនីផ្ទាល់ខ្លួនរបស់ខ្ញុំរួចជួយតាក់ទងអ្នកជំនាញជួសជុលវត្ថុបុរាណនៅប្រទេសអង់គ្លេសម្នាក់នោះផងមិនថាត្រូវអស់ប្រាក់ប៉ុន្មានទេសូមឲ្យគាត់ហោះមកទីនេះភ្លាមអគ្គនាយិកាស៊ូប៉ុន្មានឆ្នាំមកនេះប្រាក់ដែលកញ្ញារកបានគឺយកទៅស្វែងរកគ្រូជំនាញទាំងនោះនិងទិញដេយ៉ិតទាំងអស់ប៉ុន្តែរូបចម្លាក់ធ្មនុស្សស្ងាត់មាត់ទៅធ្វើការងារដែលជាភារកិច្ចរបស់អ្នកឲ្យបានល្អទៅលោកបានរងចាំខ្ញុំអស់រាប់ពាន់ឆ្នាំមកហើយលើកនេះវេនខ្ញុំជាអ្នកស្វែងរកលោកវិញម្ដងទោះបីជាត្រូវរកសពកន្លែងក៏ដោយក៏ខ្ញុំត្រូវតែនាំលោកត្រឡប់មកវិញឲ្យបានអគ្គនាយិកាស៊ូភាគីសហការនៅប្រទេសបារាំងតម្រូវឲ្យយើងកាត់បន្ថយប្រាក់ចំណេញ10បើមិនដូច្នោះទេពួកគេនឹងបញ្ចប់កិច្ចសហប្រតិបត្តិការបើចង់បញ្ចប់ក៏បញ្ចប់ទៅប្រាប់ពួកគេថាការរចនារបស់យើងគឺគ្មានអ្វីអាចជំនួសបានទេបើចង់សហការត្រូវបញ្ចុះប្រាក់ចំណេញ5ទៀតបើមិនដូច្នោះទេដេញពួកគេចេញទៅចាសអគ្គនាយិកាស៊ូមានដំណឹងហើយតើបានរកឃើញអ្នកដែលចេះជួសជុលធ្វើទេវៈហើយមែនទេមនុស្សដែលយើងបញ្ជូនទៅតំបន់ខ្ពង់រាបទឹកក៏បានផ្ញើដំណឹងមកវិញថានៅអារាមបុរាណមួយនៅជើងភ្នំគុនលុនមានលោកតាឡាម៉ាម្នាក់ដែលមានអាយុរាប់រយឆ្នាំគាត់ថាគាត់ដឹងពីរឿងព្រេងនៃការចាប់កំណើតឡើងវិញនៃធ្វើទេវៈឡើងយន្តហោះចេញដំណើរភ្លាមអគ្គនាយិកាស៊ូផ្លូវខាងមុខឡានមិនអាចទៅរួចទេព្យុះសង្គ្រាមខ្លាំងពេកបើទៅមុខទៀតអាចនឹងគ្រោះថ្នាក់ដល់ជីវិតឈប់ឡានខ្ញុំនឹងដើរទៅដោយខ្លួនឯងលោកតាគ្រូសូមមេត្តាប្រាប់ខ្ញុំផងតើធ្វើដូចម្ដេចទើបអាចឲ្យគាត់រស់ឡើងវិញបានខ្ញុំសុខចិត្តលះបង់អ្វីគ្រប់យ៉ាងខ្ញុំឲ្យចិត្តប្រកាន់ខ្ជាប់ជ្រៅពេកគឺធ្វើឲ្យឈឺចាប់ទាំងគេទាំងខ្លួនឯងរូបចម្លាក់ថ្មនេះគឺជាវត្ថុទេវៈមកពីឋានសួគ៌កម្លាំងមនុស្សលោកមិនអាចជួសជុលបានឡើយតើមានន័យថាខ្ញុំពិតជាបាត់បង់គាត់រហូតមែនទេ
ថ្មទេវៈដែលធ្លាក់មកភពផែនដីគឺវាបានបាត់បង់ដង្ហើមវិញ្ញាណទៅហើយមានតែត្រឡប់ទៅកាន់កំពូលភ្នំទឹកកកគុនលុនដែលជាកន្លែងទេវៈចុះមកតាមរឿងព្រេងហើយដាក់ថ្មទេវៈនៅលើអាសនៈប្រសិនបើញោមមានចិត្តស្មោះស្ម័គ្រអាចរំភើបដល់សុខឡាលោកប្រហែលជាអាចដាស់វិញ្ញាណដែលនៅសេសសល់ឲ្យរស់ឡើងវិញបាន កំពូលភ្នំទឹកកគុនលុនខ្ញុំនឹងទៅ ហេនៅទីនោះមានជួបទឹកកកពេញមួយឆ្នាំសេកនភាព5 0 10 ដឺក្រេមនុស្សធម្មតាឡើងទៅគឺមានតែស្លាប់ប៉ុណ្ណោះ បើគ្មានគាត់តើខ្ញុំរស់នៅនឹងស្លាប់ខុសគ្នាត្រង់ណាសិនយានលោកអាមនុស្សអាក្រក់លោកពិតជាធ្ងន់ណាស់សំណាងហើយដែលមិនបែកបើបែកម្ដងទៀតខ្ញុំពិតជាមិនដឹងជាត្រូវផ្គុំលោកឡើងវិញយ៉ាងម៉េចទេសុក្រលោកទេវតាទាំងឡាយសូមមេត្តាជួយប្រគល់គាត់មកឲ្យខ្ញុំវិញផងសិនយានខ្ញុំរងាណាស់កាលពីមុនលោកតែងតែប្រើកម្លាំងទេវៈជួយធ្វើឲ្យដៃខ្ញុំកក់ក្ដៅជានិច្ចមនុស្សកុហកលោកធ្លាប់និយាយថាលោកជារបស់ខ្ញុំម្នាក់គត់គ្រប់ជាតិលោកកុហកខ្ញុំសិនយានលាហើយស្ដេចអង្គនេះត្រឡប់មកវិញហើយតើនរណាហ៊ានយកស្រីរបស់ស្ដេចអង្គនេះចេញទៅវិញឲ្យឆាប់សិនយានខ្ញុំតើខ្ញុំស្លាប់ហើយមែនទេប្រែថាពិភពលោកក្រោយពេលស្លាប់ពិតជាមានលោកមែនស្រីល្ងងតើនរណាអនុញ្ញាតឲ្យនាងស្លាប់បើគ្មានបញ្ជារបស់ស្ដេចអង្គនេះទេសូម្បីតែច្បាប់ឋានសួគ៌ក៏មិនអាចយកនាងទៅបានដែរសិនយានវាក្តៅពេលដងលោកមិនទាន់ស្លាប់ទេស្ដេចអង្គនេះគ្រាន់តែត្រឡប់ទៅឋានព្រះដើម្បីសម្រាប់មួយស្របក់និងកសាងរូបកាយព្រះឡើងវិញតែប៉ុណ្ណោះតើនរណាឲ្យស្រីល្ងងដូចជានាងមកកន្លែងខ្មោចឡងបែបនេះហើយធ្វើឲ្យខ្លួនឯងក៏ដូចជារូបចម្លាក់ទឹកកកហឹកអាមនុស្សអាក្រក់លោកដឹងទេថាខ្ញុំតាមរកលោកអស់រយៈពេល5ឆ្នាំហើយលោកដឹងទេថាខ្ញុំនឹករលកខ្លាំងប៉ុណ្ណាបើជានឹកចូលមកក្នុងរង្វង់ដៃរបស់ស្ដេចអង្គនេះមកចាប់ពីពេលនេះទៅស្ដេចអង្គនេះនឹងមិនទៅណាចោលទៀតទេនឹងមិនឲ្យនាងស្រក់ទឹកភ្នែកសំបីតែមួយដំណក់ឡើយសិនយានខ្ញុំស្មានតែខ្ញុំកំពុងយល់សប្តិខ្ញុំមិនហ៊ានគេងទេខ្ញុំខ្លាចថាពេលភ្ញាក់ឡើងលោកប្រែទៅជាធំម្ដងទៀតស្រីល្ងងឥឡូវនេះស្ដេចអង្គនេះមានរូបកាយព្រះដែលកសាងឡើងវិញខ្លាំងជាងមុនទៅទៀតនឹងមិនប្រែជាធំទៀតឡើយចុះ5ឆ្នាំនេះលោកទៅងាប់នៅណាហើយអ្វីមិនចូលយល់សប្រាប់ខ្ញុំខ្លះព្រលឹងព្រះរងរបួសធ្ងន់ធ្ងរត្រូវត្រាំក្នុងអាងទឹកទិព្វនៃឋានព្រះអស់រយៈពេល5ឆ្នាំទើបអាចជួសជុលបានខ្លះពេលស្ដេចអង្គនេះភ្ញាក់ឡើងភ្លាមក៏ដឹងពីក្លិនរបស់នាងហើយក៏ទម្លុះលំអាកាសមកទីនេះភ្លាមសំបីតែសម្លៀកបំពាក់ក៏ដូរមិនទាន់ដែរពិតជាលោកមែនពិតជាល្អណាស់ស្រីម្នាក់នេះបើនាងនៅតែរើទៀតស្ដេចអង្គនេះមិនធានាថាស៊ុបមួយចាននេះនៅសល់ឬអត់នោះទេតើមានយន្តការអ្វីនៅក្នុងពូបក្សីដែកនេះហើយអ្វីវាអាចហោះបានលឿនបែបនេះសូម្បីតែការហោះហើរលើដាវរបស់ស្ដេចអង្គនេះក៏មិនទាន់ស្មើនឹងវាផងលោកសិននេះគឺជាយន្តហោះឯកជនវាដំណើរការដោយម៉ាស៊ីនយន្តហោះវាគ្រាន់តែជាល្បិចបច្ចេកទេសប៉ុណ្ណោះប៉ុន្តែវាក៏ស័ក្តិសមនឹងឋានៈជាស្រីរបស់ស្ដេចអង្គនេះដែរសិនយានយើងត្រឡប់ទៅផ្ទះវិញបាទត្រឡប់ទៅផ្ទះរបស់យើងវិញលោកស្រីស៊ូតើយប់នេះទំនេរញ៉ាំបាយជាមួយគ្នាទេឈុតដែលលោកស្រីរចនាលើកមុនខ្ញុំចូលចិត្តខ្លាំងណាស់ចង់មកពិភាក្សាលម្អិតជាមួយលោកស្រីបន្តិចអូយឈឺលេងដៃតើអាចឆ្កែព្រៃមកពីណាហ៊ានមកប៉ះពាល់ស្រីរបស់ស្ដេចអង្គនេះសិនយានកុំធ្វើឲ្យគេពិការអីនេះជាសង្គមមានច្បាប់ទម្លាប់ចេញទៅ
Bà Hiên bằng hai mục nơi chùm pu mục niên không chùm ngày bề hạt tiết đạch ăn ní nâng cắt đầy anh chào. Mình xong hai phao to tại sao, mình úp pro mình ní, bất chỉ khmiên mì dịp mền hiên tăng khuôn chỉ bền này sẵn kriếm, hai tham tiền hiên ọc srep sành tiệt. បងប្រុសនោះគឺជាការសម្ដែងទេវាមិនមែនជាការពិតឡើយ ស៊ូស៊ូខ្ញុំស្រឡាញ់អូនឆ្លើយណាស់ហ៊ានហៅឈ្មោះស្រីរបស់ស្ដេចអង្គនេះចំបែបនេះចង់ងាប់មែនទេ សិនយានទូរទស្សន៍ខ្ញុំទៅតែទិញទេ ហ៊ានមកចង់បានស្រីរបស់ស្ដេចអង្គនេះកំតិចរបស់ក្មេងលេងមួយនេះចាត់ទុកថាស្រាលហើយថ្ងៃស្អែកស្ដេចអង្គនេះនឹងទិញប៉ុស្តិ៍ទូរទស្សន៍នេះហើយឲ្យចាក់តែរូបថតរបស់ស្ដេចអង្គនេះពេញមួយថ្ងៃតែម្ដង លោកជាទេវតាបុរាណបែបនេះតើមានលុយឯណាទៅទិញ គ្រាន់តែយកត្បូងមរកតស្វាយមាសពីឃ្លាំងកំណប់ឋានព្រះរបស់ស្ដេចអង្គនេះមកតែមួយដុំក៏អាចទិញទឹកដីពាក់កណ្ដាលនៃលោកនេះបានដែរមិនអនុញ្ញាតឲ្យមើលបរិះផ្សេងទេក្នុងភ្នែករបស់នាងត្រូវតែមានតែស្ដេចអង្គនេះម្នាក់គត់លោកស្រីស៊ូទើបតែមានអ្នកយកមាសនិងត្បូងទឹមដែលមិនអាចកាត់ថ្លៃបានទៅទិញកោះឯកជនមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកហើយថែមទាំងបានប្រកាសលិខិតអញ្ជើញអាពាហ៍ពិពាហ៍នៅលើប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកទៀតផង តើនរណាមានចិត្តទូលាយដល់ថ្នាក់ហ្នឹង គឺស្ដេចអង្គនេះ លោកឈួតហើយមែនទេតើលោកបានមាសមកពីណាការពារច្រើនម្ល៉េះ ស្ដេចអង្គនេះធ្លាប់ប្រាប់ហើយថាឃ្លាំងកំណប់ឋានព្រះបានបើកហើយកាលពី5ឆ្នាំមុនស្ដេចអង្គនេះជំពាក់អាពាហ៍ពិពាហ៍មួយដល់នាងលើកនេះស្ដេចអង្គនេះចង់ឲ្យសព្វសត្វក្នុងភពទាំង3ដឹងថានាងស៊ូស៊ូគឺជាមហេសីតែមួយគត់របស់ស្ដេចអង្គនេះ អាសត្វចម្លែកហ៊ានចូលមកក្នុងដំណាក់របស់ស្ដេចអង្គនេះហើយថែមទាំងបញ្ចេញសម្លេងចម្លែកបែបនេះទៀតស្លាប់ទៅ សិនយានលោកធ្វើស្អីទៀតហើយនោះគឺជាម៉ាស៊ីនបោះផ្ទះទេជាគ្រឿងទី3ហើយដែលខ្ញុំទិញក្នុងខែនេះ ស្ដេចអង្គនេះឃើញវាមានសកម្មភាពចម្លែកព្យាយាមបឺតយកធម្មពលវិញ្ញាណពីលើដីខ្លាចថាវាធ្វើបាបនាងទើបស្ដេចអង្គនេះសម្លាប់វាចោល លោកជាទេវតាចាស់គំរើសង់ម៉ាស៊ីនបោះផ្ទះខ្ញុំមកវិញភ្លាម អូយជឿភរិយាស្រាដៃបន្តិចមកយ៉ាងច្រើនយប់នេះស្ដេចអង្គនេះនឹងប្រើមន្តអាគមបោះផ្ទះឲ្យនាងដោយផ្ទាល់តែម្ដង នេះជាសម្ដីរបស់លោកណាបើយប់នេះជួបផ្ទះមិនស្អាតទេមិនអនុញ្ញាតឲ្យឡើងមកគេងលើក្រែឡើយ រឿងបោះផ្ទះទុកចាំស្អែកទៅភរិយាសម្លាញ់យប់ដ៏មានតម្លៃបែបនេះយើងគួរតែពិភាក្សាលម្អិតជាមួយគ្នាពីរឿងបង្កើតទេវតាសង្គ្រាមតូចម្នាក់មែនទេ តាក់ខ្ញុំចុះភ្លាមមេឃនៅភ្លឺច្បាស់សោះលោកឈួតស្អីនឹង